ប្រហែលថ្ងៃនេះដែលជាប់ចិត្តជាមួយនឹងត្រីអាំងញ៉ាំជាមួយនឹងជ្រក់ស្វាយជូរជូរហិលហិលនឹងដល់ហើយនិយាយទៅគឺញ៉ាំជាប់គ្នា2ថ្ងៃហើយរបៀបធ្វើរបស់ខ្ញុំគឺមហាសែនងាយងាយស្រួលស្រួលទេណាប៉ុន្តែឆ្ងាញ់មែនតើម្ហូបវិញមានតែ2 3មុខប៉ុណ្នេះគឺថារួចបានមួយពេលហើយបើនិយាយពីត្រីវិញគឺខ្ញុំអត់ចូលចិត្តយកទៅចៀនទេខ្ញុំចូលចិត្តដាក់អាំងក្នុងម៉ាស៊ីនពងស្ងួតចេះឆ្ងាញ់ហើយក្រៀមល្អហើយបើបងត្រូវការប្រដាប់កាត់រោមជាមួយនេះយើងប្រើចំណេញសេរីប្រុសគឺប្រើបានដូចគ្នាទិញទៅបានប្រអប់មួយបានជាមួយនឹងច្រាសសាច់រោមចេះមួយហើយបានដងឡាំខាងក្នុងដល់ទៅ2ទៀតណាសំខាន់ប្រភេទនេះគឺដែកអ៊ីណុកបងប្រើហើយគឺយើងលាងទឹកសម្អាតប្រើបានពេលក្រោយជូតឲ្យស្ងួតយកដាក់5ថ្ងៃចោលឬក៏ផ្លុំខ្យល់ឲ្យស្ងួតអីក៏បានដែរនិយាយទៅគឺល្អប្រើមែនតែនហើយមានប្រអប់ទុកដាក់អនាម័យទៀតចំពោះការដកដូរកត្រៃរបស់គេវិញណាគ្រាន់តែមួលខ្ចៅទាំងសងខាងនេះតិចបានទេណាបងកុំមួលឲ្យដាច់ពីគ្នាអញ្ចឹងទៅគឺពិបាកផ្គុំយើងមួលតែល្មមក៏យើងដកវាចេញបានដែរហើយដាក់ថ្មីចូលទៅគឺដូចបងបាននៅវ៉ាន់មួយទៀតអញ្ចឹងឆាតមកឥឡូវបានតម្លៃពិសេសហើយខ្ញុំហ្វ្រីដឹកជូនទៀតណាត្រូវទឹកក៏អត់អីដែរប្រហែលថ្ងៃនេះគឺអន់ឈឺហើយឈប់ក្អកអញ្ចឹងហើយក៏ហ៊ានទៅកន្លែងហាត់ប្រាណវិញហើយពីមុនក៏ហ៊ានទៅដោយសារតែក្រែងចិត្តអ្នកដែលគាត់ហាត់ក្បែរអញ្ចឹងណាអ្នកមួយខ្លាចឆ្លងគេអីផងហើយនេះមកអាំងដលងញ៉ាំនិយាយពីថាដលងនេះឆ្ងាញ់មែនតែនល្មួតញ៉ាំហើយគឺនឹកឃើញចង់ញ៉ាំទៀតតែម្ដងបន្ទាប់ពីញ៉ាំដលងរួចវិញទឹកអីហើយក៏រៀបចំធ្វើម្ហូបមានជាមួយស្វាយខ្ទឹមសខ្ទឹមក្រហមដាក់ម្ទេសតិចមកដាក់ជាមួយនឹងជីនាងវងអីចឹងមកហើយថ្ងៃនេះអត់លាទឹកត្រីទេបងថ្ងៃមុនលាទឹកត្រីយប់ឡើងក្អកគេញ៉ាត់បានទេដោយសារយើងអត់ទាន់ជាស្រួលប៊ូលខ្ញុំដាក់ជាមួយនឹងអំបិលតិចថែមជាមួយនឹងប៊ីចេងបន្តិចបងចង់ញ៉ាំស្ករអីដាក់ស្ករក៏បានដែរខ្ញុំថែមជាមួយនឹងគ្រឿងជំនួយរសជាតិបន្តិចចឹងណាហើយយើងមិនបាច់ចាំថែមទឹកអីទេបងយើងកូរច្បល់វាមិនសន្ទុះចឹងទៅនៅពេលដែលស្វាយហ្នឹងវាត្រូវមួយគ្រឿងក្រៅគ្រឿងទេសទាំងអស់ហ្នឹងគឺវាចេញជាតិមកខ្លួនឯងអញ្ចឹងហើយគឺយើងញ៉ាំប៉ុណ្ណឹងគឺឆ្ងាញ់ហើយជូរល្អទៀតប៉ុន្តែស្វាយថ្ងៃនេះគឺរៀងចាស់ហ่าបងមើលទៅវាក្រហមហើយវារៀងផ្អែមជាងខ្ញុំលាយថ្ងៃមុនណាបើលាយថ្ងៃមុនស្វាយខ្ចីគឺថាឆ្ងាញ់តែម្ដងហើយខ្ញុំចូលចិត្តញ៉ាំសាប់អញ្ចឹងឆ្ងាញ់បើត្រីវិញខ្ញុំដាក់អាំងក្នុងនេះអញ្ចេះហ่าបងនិយាយទៅគឺល្អក្រៀមហ៎បន្ទាប់មកខ្ញុំក៏ឆាបន្លែមួយចានទៀតនិយាយទៅបើញ៉ាំតែសាច់សុទ្ធក៏ញ៉ាំអត់កើតដែរខ្ញុំមកតើមានបន្លែលាយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងទឹកឆាចូលបន្តិចទៅហើយស្ពៃនេះបុកគោសល់ពីថ្ងៃមុនចឹងគឺកោត្រឡប់បិទគម្របវាទៅប្រើភ្លើងឲ្យខ្លាំងមកប៉ុណ្ណឹងគឺរួចរាល់ហើយបាន2 3មុខដែរនិយាយទៅម្ហូបនេះឆ្ងាញ់ណាស់សម្រាប់ខ្ញុំអានេះខ្ញុំអត់ដឹងទេណាថាខ្លះលោកបងខ្លះក៏អត់សូវចូលចិត្តអីចឹងប៉ុន្តែបើខ្ញុំគឺឆ្ងាញ់មែនតើបើសិនជាចូលចិត្តវីដេអូនេះកុំភ្លេចជួយ like page like វីដេអូនេះម្នាក់មួយឬក៏ share ចែកម្លែកក៏បានដែរហើយផ្លែឈើវិញបបោណាមានស្វាយមានអាឡឹកមានខ្នោហើយស្វាយនេះវិញទិញយាយតានៅចិត្តផ្ទះចឹងណាទិញហើយក៏គាត់បិទតូបគេងតែម្ដងដោយសារតែស្វាយផ្ទះគាត់គឺមានតែប៉ុណ្្នឹងគាត់បេះយកមកលក់និយាយទៅសំណាងបានញ៉ាំស្វាយនឹងខែនឹងទៀតហើយសំខាន់គឺស្វាយធម្មជាតិខ្នោក៏ខ្នោធម្មជាតិដែរហើយអានេះមានល្ហុងទៀតចិត្តល្ហុងញ៉ាំដោយសារបើសិនជាទុកទៀតគឺខូចអីចឹងណាចឹងហើយគឺចិត្តញ៉ាំទៅមានអីល្ហុងនឹងឆ្ងាញ់តែគ្រាន់តែខ្ញុំមិនសូវចូលចិត្តញ៉ាំអានេះល្ហុងតែបើមានក៏ញ៉ាំអីចឹងណាបន្ទាប់ពីញ៉ាំហើយក៏យកមកចិត្តដាក់ចានចេះខ្លះសេអីទៅចេះហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអរគុណបាយបាយហើយកុំភ្លេចជួយ like page ម្នាក់មួយផងណា